ខ្ញុំអាយុ23ខ្ញុំទុំមេរោគហ្នឹងតែឡតែមិនតាន់បានព្រោះខ្ញុំលើគេថាឆ្លងតាមគ្នាអញ្ចឹងបានខ្ញុំអាចទៅពិនិត្យតាមគេអញ្ចឹងណាអញ្ចឹងដល់ខ្ញុំចាប់ដើមទៅពិនិត្យដឹងតែម្ដងព្រោះខ្ញុំចាប់ដើមខ្ញុំពិនិត្យដឹងថាខ្លួនខ្ញុំមែនខ្ញុំក៏អត់ដឹងថាខ្ញុំអាចទទួលពីអ្នកណាបានដែរណៃគូខ្ញុំជាបរិសុទ្ធពេលពិនិត្យឃើញភ្លាមចឹងមានអារម្មណ៍ថាអន់ចិត្តនឹងខ្លួនឯងដែលហេតុអ្វីក៏បានកើតឡើងចឹងធ្វើម៉េចបើយើងជ្រុលខ្លួនចឹងហើយតែគ្រូពេទ្យប្រាប់ថាកុំអាគិតច្រើនព្រោះនឹងទៅមកមានកាត់ឡើងជាលើដំបូងទេគាត់ថាលេបថ្នាំឲ្យទៀងទាត់ឲ្យល្អឲ្យបានមេរោគនឹងអាចសើច្បាយតែយើងមិនលេបថ្នាំហ្នឹងយើងអាចពិបាកជាងមុនទៅទៀតហើយនៅពេលនោះខ្ញុំក៏កាន់តែមានអារម្មណ៍ថាភ័យបន្តិចខ្លាចបន្តិចហើយยังគិតច្រើនក្នុង2ថ្ងៃបានបាត់ឈប់គិតអត់ហ៊ានមកទេខ្លាចគេដឹងការពិតតែគេដឹងការពិតគេដឹងថាខ្ញុំមានតែចឹងមែនណាសូម្បីដល់ចិត្តក៏គេដល់ចិត្តខ្ញុំផងខ្ញុំបានទទួលការព្យាបាលទុំ1ខែហើយព្រោះឆ្នាំនឹងលេបទៅគាត់សួរដែរគាត់ថាអត់មានធ្វើទុកអីអត់មានធ្វើទុកទេបើហើយលេបទៅឆ្នាំនឹងអត់អីទេធម្មតាខ្លួនប្រាណខ្ញុំអត់អាចចេញអីមកទៀតផ្សេងនេះដែរធម្មតាតែគេឯងងើបម៉ោង5ម៉ោង5ទៅធ្វើការឲ្យគេការងារធ្ងន់ណាតែនៅតែធម្មតាអត់មាននៅចេញសញ្ញាឲ្យយើងដឹងអត់ឲ្យថាយើងប៉ះពាល់ជាមួយសុខភាពយើងទេអ្នកដែលមានទុកមេរោគនៅខាងក្រោយហ្នឹងព្រោះមកជាបាលនៅទៅមន្ទីរពេទ្យមកគេមានចាំថ្នាំមានចាំជួយហើយយើងគ្រប់ពេលវេលាកុំឲ្យទុកយូរពេកព្រោះយើងទៅមកកើតឡើងអញ្ចឹងយើងមកពិនិត្យសុខភាពយើងមកល្អខ្ញុំឈ្មោះនួនសបានអាយុ50រស់នៅជាមួយមេរោគ21ឆ្នាំហ្នឹងណាកូនខ្ញុំដឹងថាខ្លួនខ្ញុំຕົកមេរោគហ្នឹងនៅឆ្នាំ99ខ្ញុំពេលដំបូងខ្ញុំមានអារម្មណ៍ថាភ័យដល់ពេលខ្ញុំជួបអ្នកសង្គមគាត់ណែនាំថាយើងជាយាមនឹងប្រើប្រាស់ថ្នាំឲ្យបានទៀងទាត់ទៅវាអត់អីទេនឹងមានជីវិតរស់នៅដូចតែគេពេលខ្ញុំទៅពេទ្យលោកគ្រូគាត់ប្រាប់ថាមិនបាច់ភ័យអីទេព្យាយាមប្រើទៅវានឹងមានជីវិតរស់នៅដូចតែគេឯងទេកុំភ័យនឹងបាក់ទឹកចិត្តថ្នាំវិទ្យាជីវិតខ្ញុំទទួលបានចុងឆ្នាំ2000ខ្ញុំលេបតាំងពីថ្ងៃដែលទទួលបានមកដល់ឥឡូវហ្នឹងខ្ញុំលេបរហូតពីមុនខ្ញុំលេបមួយថ្ងៃ2ដងឥឡូវខ្ញុំលេបតែមួយថ្ងៃ1គ្រាប់លោកគ្រូពេទ្យប្រាប់ថាខ្ញុំគេបូមឈាមទៅមើលថាមេរោគនៅក្នុងឈាមខ្ញុំតែ5%ទេដល់ហើយគាត់ឲ្យថ្នាំរៀងយូរទៅព្រោះអីសុខភាពខ្ញុំមាំទាំមិនសូវជាឈឺគ្មានជំងឺអាកាសនិយមអីនឹងត្រូវទៅពេទ្យញឹកញាប់ទេដល់ពេលពីលេបហើយមកឥឡូវមានអារម្មណ៍ថាធូរសរសើរជាងមុនហើយដូចនៅក្នុងខ្លួនខ្ញុំហ្នឹងដូចជាមានដូចថាគ្មានជំងឺអីក្នុងខ្លួនអញ្ចឹងពេលខ្ញុំកើតជំងឺហ្នឹងខ្ញុំមិនដឹងថាឆ្លងពីខ្លួនខ្ញុំផ្ទាល់ឬក៏ប្តីខ្ញុំមុនទេខ្ញុំមិនបានដឹងទេពីមុនខ្ញុំធ្លាប់មានប្តីខ្ញុំមុនមានកូនមួយដែលអញ្ចឹងក៏ខ្ញុំលែងគ្នាទៅពេលអញ្ចឹងខ្ញុំដំបងខ្ញុំភ័យខ្លាចប្តីខ្ញុំហ្នឹងគាត់អន់ចិត្តខ្លាចខ្ញុំមានជំងឺអីអញ្ចឹងគាត់ចោះចោលខ្ញុំណាដល់ពេលហើយប្តីខ្ញុំគាត់ថាយើងបានគ្នាប្តីប្រពន្ធហើយខ្ញុំមិនទៅណាចោលទេខ្ញុំមើលថែតតែជីវិតយើងស្លាប់រៀងខ្លួនគាត់មិនថារអើងខ្ញុំមានជំងឺគាត់អត់គាត់ទៅចោលអីដល់អញ្ចឹងគាត់នៅមួយខ្ញុំរហូតតាំងពីឆ្នាំ2000មកដល់ឥឡូវហ្នឹងពីហ្នឹងខ្ញុំបានគាត់ហ្នឹងពេលមកដល់ឥឡូវកូន2ហើយកូនទី1បើទឹកដោះគោដល់ពេលកូនពៅខ្ញុំនេះខ្ញុំបើដោះធម្មតាបើដល់2ឆ្នាំទៅបានផ្ដាច់កូនបងខ្ញុំអាយុ14ឆ្នាំហើយមកកូនទី2ខ្ញុំហ្នឹងអាយុ10ឆ្នាំ
កូនខ្ញុំទៅធ្វើតេស្តបូមឈាមខ្ញុំនាំកូនទៅបានបូមទាំងអស់ឥឡូវអត្តផលទទួលថាកូនខ្ញុំមិនមានទាំងពីរហ្នឹងពេលព្រឹកចឹងខ្ញុំងើបម៉ោង5ខ្ញុំហាត់ប្រាណដល់ម៉ោង5កន្លះម៉ោង6រៀបចំផ្ទះសបែងហើយម៉ោង6កន្លះខ្ញុំចេញទៅលក់សប្តាហ៍ថ្ងៃខ្ញុំលក់តាមម្ទេសចំហៀងហ្នឹងខ្ញុំដឹកដូចជាកាខ្វេតែជ្រក់គ្រឿងកំប៉ុងលក់តាមសំណងចាខ្ញុំចង់ផ្ដាំទៅអ្នកដែលទៅធ្វើតេស្តឃើញមេរោគអេដនៅក្នុងខ្លួនដបងសុំកុំបាក់ទឹកចិត្តព្យាយាមទៅពេទ្យឲ្យបានទៀងទាត់ហើយនឹងស្ដាប់គ្រូពេទ្យណែនាំពយល់លេបថ្នាំកុំបាក់ទឹកចិត្តកុំភ័យខ្លាចខាងរស់នៅជាមួយមេរោគអេដពិបាកមិនពិបាកទេខ្ញុំព្យាយាម20ឆ្នាំជាងខ្ញុំគ្មានពិបាកទេខ្ញុំតាំងចិត្តថាដូចគេដូចឯងអញ្ចឹងបានយើងមិនចេះបាក់ទឹកចិត្តបើយើងទៅណាអញចង់ដើរទេអញមានជំងឺអេដចឹងខ្មាស់គេលាក់លៀមមកកុំបើកមកត្រូវតែបញ្ចេញគេបើកសិតឲ្យអ្នកមានមេរោគអេដធ្វើការធម្មតាដូចគេឯងតើតាំងចិត្តខ្លួនឯងព្រោះអីយើងជីវិតមួយដូចគេដែរគ្រាន់តែយើងបន្ទុកសោះអីក៏យើងបាក់ទឹកចិត្តម៉េះកុំបាក់ក្លាហានឡើង